នេះខ្ញុំបន្តជំរាបជូននៅកលឹះចំណេះដឹងដែលតកតងទៅនឹងការលើកសម្រស់ឲ្យស្រស់ស្អាតជាងមុនវិញម្ដងវិធីសាស្ត្រ7យ៉ាងជួយឲ្យអ្នកមានរាងសាឡូនស្អាតតើលោកអ្នកពិសេសបងប្អូននារីចង់ឲ្យរូបរាងស្វាស្អាតដែរឬទេបើសិនជាលោកអ្នកចង់សម្រក់ទម្ងន់ដែលមិនចាំបាច់ធ្វើការតមអាហារឬពិសាថ្នាំគ្រាប់ផ្សេងអ្នកអាចរៀនពីវិធីធ្វើឲ្យខ្លួនអ្នកស្អាតដោយមិនចាំបាច់ចំណាយថវិកាបានដូចខាងក្រោមនេះចំណុចទី1នោះគឺបរិភោគអាហារឲ្យបាន5ដងក្នុងមួយថ្ងៃរួមទាំងអាហារពេលព្រឹកមនុស្សជាច្រើនយល់ថាការតមអាហារពេលព្រឹកអាចជួយឲ្យពួកគេកាត់បន្ថយកាឡូរីប៉ុន្តែវិធីនេះកម្រនឹងបានផលណាស់សូម្បីតែអាហារនៅពេលផ្សេងក៏ពួកគេរំលងចោលការបរិភោគអាហារដែរនៅពេលព្រឹករាងកាយរបស់អ្នកមិនបានទទួលចំណីអាហារពី7ទៅ8ម៉ោងនៅពេលដែលអ្នកសម្រាកដូច្នេះហើយវាត្រូវការថាមពលបន្ថែមទៀតការបរិភោគចំណីអាហារ5ដងក្នុងមួយថ្ងៃដែលអ្នកចាប់ផ្ដើមពីអាហារពេលព្រឹកថាមពលដែលអ្នកទទួលបានពីការបរិភោគអាហារនឹងជួយរំលាយសារជាតិខ្លាញ់ដែលជួយឲ្យអ្នកស្រកទម្ងន់ឆាប់រហ័សទី2នោះគឺបរិភោគទឹកឲ្យបានច្រើនគួរឲ្យភ្ញាក់ផ្អើលមនុស្សជាច្រើនជ្រើសរើសទឹកនៅពេលដែលខ្លួនស្រេកទឹកក៏អាចជួយឲ្យខ្លួនប្រាណរបស់អ្នកមានថាមពលនិងជួយឲ្យអ្នកបានរាងស្វែស្អាតផងដែរយ៉ាងហោចណាស់អ្នកគួរពិសាទឹកឲ្យបាន8ដបក្នុងមួយថ្ងៃហើយបើសិនជាអាចអ្នកគួរពិសាវាបន្ថែមទៀតនៅពេលដែលមានអាកាសធាតុក្តៅទី3នោះគឺការយកផ្លែឈើមួយចំនួនទៅតាមខ្លួនអ្នកមុននឹងចាក់ចេញពីផ្ទះអ្នកគួរយកផ្លែប៉ោមឬចេកទៅជាមួយអ្នកនៅពេលដែលអ្នកអស់កម្លាំងពីការរៀនសូត្រឬធ្វើការផ្សេងនៅពេលធ្វើការអ្នកប្រហែលជាមិនអាចទៅក្រៅដើម្បីបរិភោគអាហារបាននោះទេដូចនេះនៅពេលដែលអ្នកឃ្លានអ្នកអាចបរិភោគផ្លែឈើបានផងដែរទោះបីជាយ៉ាងណានៅពេលដែលអ្នកមានផ្លែឈើជាប់ខ្លួនអ្នកអាចបរិភោគវាជំនួសឲ្យអាហារផ្សេងទៀតផងដែរទី4នោះគឺបរិភោគអាហារយឺតហើយឈប់មុននឹងអ្នកមានអារម្មណ៍ថាឆ្អែតខួរក្បាលរបស់អ្នកត្រូវការពេល20នាទីឡើងទៅដើម្បីដឹងថាក្រពះរបស់អ្នកឆ្អែតពីចំណីអាហារដូច្នេះហើយអ្នកគួរតែបញ្ឈប់ការបរិភោគអាហារមុនពេលដែលអ្នកបរិភោគឆ្អែតពេកវាជួយឲ្យអ្នកដឹងថាក្រពះរបស់អ្នកឆ្អែតក្នុងរយៈពេល5នាទីបើសិនជាអ្នកបរិភោគអាហារយឺតចំណុចទី5នោះត្រួតពិនិត្យជាប្រចាំរាល់ពេលទទួលទានអាហារការបរិភោគអាហារច្រើនពេកក៏ផ្ដល់ផលអវិជ្ជមានដែលប៉ះពាល់ទៅដល់ការស្រកទម្ងន់របស់អ្នកផងដែរពេលដែលអ្នកមិនបានចាប់អារម្មណ៍ពីការបរិភោគរបស់អ្នកនឹងអាចឡើងគីឡូទៅវិញចំណុចទី6គឺកុំពិសាភេសជ្ជៈដែលមានជាតិកាឡូរីភេសជ្ជៈមួយចំនួនដូចជាទឹកសូដាទឹកក្រូចកំប៉ុងកូកាកូឡាអាចធ្វើឲ្យអ្នកឡើងកាឡូរីអ្នកគួរកាត់បន្ថយការពិសាវាដែលអាចជួយឲ្យអ្នកបានរាងស្រស់ស្អាតបែបធម្មជាតិចំណុចទី7ចុងក្រោយនោះគឺការបរិភោគនំមនុស្សជាច្រើនចូលចិត្តបរិភោគនំខេកសូកូឡាឬនំកញ្ចប់ផ្សេងអាហារប្រភេទនេះផ្ទុកសារជាតិកាឡូរីជាច្រើនដែលអាចឲ្យអ្នកលើសទម្ងន់វាមិនជាផលប៉ះពាល់នោះទេបើសិនជាអ្នកបរិភោគម្ដងម្កាលអ្នកអាចមានរាងស្រស់ស្អាតអ្នកដែលមានរាងស្រស់ស្អាតគេបរិភោគអាហារបែបនេះតិចតួចបំផុតព្រោះពួកគេដឹងថាវាធ្វើឲ្យពួកគេឡើងគីឡូបន្ទាប់ពីយល់ដឹងពី7ចំណុចខាងលើនេះអ្នកអាចធ្វើការសាកល្បងដើម្បីឲ្យរាងរបស់អ្នកមានភាពស្រស់ស្អាត